រឿងនេះចាប់ផ្ដើមដោយមានទេពភ្នំគុនលន់បានប្រទានពរដល់តួអង្កែកម្នាក់ឈ្មោះលីម៉ូជាមួយនឹងប្រភ្នែកទឹកដែលមានសមត្ថភាពអាចមើលធ្លុះថ្មដើម្បីស្វែងរកត្បូងដ៏ស្រស់ស្អាតដែលលាក់នៅខាងក្នុងលីម៉ូដែលដំបូងឡើយជាកម្មកររុករ៉ែធម្មតាម្នាក់ឆាប់រកឃើញថារូបគេមានសមត្ថភាពអច្ឆរិយៈនេះលើសពីនេះទេពភ្នំគុនលន់ក៏បានប្រទានពរដល់ដៃរបស់គេឲ្យមានសមត្ថភាពជួសជុលត្បូងបានទៀតផងធ្វើឲ្យថ្មសំបីតែមានស្នាមឆ្កងក៏คล้ายជាមានតម្លៃខ្ពស់លីម៉ូទទួលបានភ្នែកទឹកហើយអាចរកឃើញត្បូងមួយដុំដំបូងគេដែលជាត្បូងខៀវទោះបីជាមានស្នាមឆ្កងបន្តិចបន្តួចក៏ដោយអ្នករុករ៉ែផ្សេងទៀតជាពិសេសគឺមេយូបានសាយចំអកឲ្យគេដោយហៅវាថាជាធំខូចធម្មតាហើយមើងងាយលីម៉ូដែលទើបតែមកដល់នឹងមិនមានបទពិសោធន៍ឈ្មួញត្បូងម្នាក់បានមកដល់ហើយលីម៉ូលក់ត្បូងរបស់ខ្លួនបានក្នុងតម្លៃ100,000 យួនដែលខ្ពស់ជាងត្បូងរបស់ម៉ាយូដែលគ្មានកំហុសទៅទៀតជោគជ័យដំបូងនេះធ្វើឲ្យកម្មករ៉ែផ្សេងទៀតច្រណែននឹងលីម៉ូជាខ្លាំងពេលនោះក៏មានការលើកឡើងពីអាយីគូលីជាកូនស្រីរបស់មេដឹកនាំរោងចក្ររ៉ែដែលចាប់អារម្មណ៍នឹងត្បូងរបស់លីម៉ូរកបានត្បូងជាច្រើនទៀតដូចជាត្បូងលឿងត្បូងស្ករនិងត្បូងខៀវដែលមានតម្លៃរាប់សែនយួនរូបគេបានទូរស័ព្ទទៅអាយីគូលីដើម្បីលក់ត្បូងទាំងនោះម៉ាយូនិងបពុរបស់គេបានមកបង្កបញ្ហាដល់លីម៉ូដោយច្រណែននឹងទ្រព្យសម្បត្តិដែលគេរកបានយ៉ាងឆាប់រហ័សនិងការតាក់ទងជាមួយអាយីគូលីនៅពេលដែលម៉ាយូប្រមាថឪពុករបស់លីម៉ូដែលមានជើងពិការលីម៉ូបានខឹងសម្បាយ៉ាងខ្លាំងហើយបានវាយទប់វិញជម្លោះនោះត្រូវបានអាយីគូលីបញ្ឈប់ក្រោយមកលីម៉ូបានទូរស័ព្ទទៅឪពុករបស់ខ្លួនហើយបានផ្ទេរប្រាក់សរុប500,000 យួនសម្រាប់ថ្លៃវះកាត់ដែលបង្ហាញពីការជំរុញចិត្តសំខាន់របស់គេក្នុងការរកលុយអាយីគូលីបានលេចមុខម្ដងទៀតហើយការពារលីម៉ូពីការយាយីរបស់ម៉ាយូលីម៉ូបន្តរកឃើញត្បូងដកមកជាច្រើនទៀតរួមទាំងត្បូងលឿងនិងត្បូងពណ៌ត្របកឈូកដែលសុទ្ធសឹងជាប្រភេទល្អបំផុតអាយីគូលីដែលឪពុករបស់នាងកំពុងស្វែងរកត្បូងពណ៌ត្របកឈូកបានទិញត្បូងទាំងអស់ពីលីម៉ូក្នុងតម្លៃ1 លានយួនដែលជាចំនួនដ៏ច្រើនសម្បើមដោយមិនអស់ចិត្តម៉ាយូបានបបួលលីម៉ូភ្នាល់ថាអ្នកណាអាចរកឃើញត្បូងល្អមុននោះអ្នកចាញ់នឹងសង1 លានយួនម៉ាយូមានទំនុកចិត្តថាគេនឹងឈ្នះព្រោះគេជាអ្នករុករ៉ែដែលមានបទពិសោធន៍អាយីគូលីបានដាស់តឿនលីម៉ូកុំឲ្យធ្វើអ្វីតាមកំហឹងហើយប្រាប់ឲ្យរកត្បូងដោយប្រុងប្រយ័ត្នម៉ាយូបានលួចតាមដានលីម៉ូប៉ុន្តែលីម៉ូបានបញ្ឆោតគេដោយនិយាយថាបើគេដើរមុនគេនឹងរកបានត្បូងទាំងអស់ហើយម៉ាយូនឹងមិនបានអ្វីនោះទេម៉ាយូក៏បានដឹងខ្លួនថាគេខុសហើយឈប់តាមដានលីម៉ូបានរកឃើញត្បូងបៃតងខ្ចីដ៏ធំមួយដុំដែលមានតម្លៃយ៉ាងហោចណាស់500,000 យួនម៉ាយូមិនជឿហើយទូចថាវាគ្រាន់តែជាថ្មខៀវធម្មតាលីម៉ូបានពន្យល់ពីភាពខុសគ្នារវាងត្បូងខៀវនិងត្បូងបៃតងខ្ចីពិតប្រាកដនៅទីបំផុតលីម៉ូបានបង្ហាញត្បូងបៃតងខ្ចីពិតប្រាកដដែលមានទម្ងន់ប្រហែលកន្លះគីឡូក្រាមដែលមានតម្លៃរាប់រយពាន់យួនទោះបីជាមានស្នាមឆ្កងបន្តិចបន្តួចក៏ដោយម៉ាយូភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយចោទលីម៉ូថាបានកប់ត្បូងនោះនៅទីនោះតាំងពីថ្ងៃមុនលីម៉ូបានទារឲ្យម៉ាយូសងប្រាក់1 លានយួនតាមការភ្នាល់ហើយបានសន្យាផ្ដល់រង្វាន់10,000 យួនដល់នរណាម្នាក់ដែលចាប់ម៉ាយូបានហ្វូងកម្មករក៏បានដេញចាប់ម៉ាយូ
លីម៉ូរកបានប្រាក់សរុបជាង2លានយួនក្នុងរយៈពេលប៉ុន្មានថ្ងៃអាយីគូលីសួរថាតើគេនឹងបន្តជាអ្នករើថ្មើរលីម៉ូបានបង្ហាញពីមហិច្ឆតាថ្មីរបស់ខ្លួនដោយគ្រោងនឹងបង្កើតអាជីវកម្មទិញត្បូងផ្ទាល់ខ្លួនហើយនឹងទៅទស្សនារោងចក្រដែលផ្សេងទៀតអាយីគូលីបានកោតសរសើរចំពោះទស្សនវិស័យរបស់គេហើយយល់ព្រមបន្តទិញត្បូងល្អពីលីម៉ូនាពេលអនាគត